សួស្តីបងប្អូនមកកាន់ Channel YouTube Lida Gadget ហើយនៅក្នុងវីដេអូនេះណាខ្ញុំនឹងមកបង្ហាញបងប្អូនពីការចាក់កត្រកឆ្មាតូចបែបនេះសម្រាប់ដាក់អីវ៉ាន់គ្រឿងចាក់របស់យើងតូចៗឲ្យមានរបៀបតើបងប្អូនយើងចាប់ផ្ដើមចាក់ជាមួយគ្នាដំបូងគឺយើងត្រូវធ្វើ magic ring សិនយើងធ្វើ magic ring ហើយយើងចាប់ផ្ដើមចាក់7 single crochetហើយយើងចាក់7 single crochet នៅក្នុង magic ring នឹងមកហើយការចាក់នេះដែរខ្ញុំប្រើអំបោះ2ពណ៌ខ្ញុំប្រើពីទឹកសាច់បែបនេះដើម្បីឲ្យវាមើលទៅឃើញពណ៌ស្អាតនេះយើងទទួលបាន7 single crochet ហើយយើងទាញភ្ជាប់វាមកទាញភ្ជិតមកហើយបន្ទាប់មកយើងចាប់ផ្ដើម slip stitch ទាញភ្ជាប់ចឹងមកហើយយើង chain មួយយើងចាប់ផ្ដើមជុំទី2ជុំទី2នេះគឺនៅក្នុងមួយប្លោះគឺយើងចាក់2 single crochet ទាំងមានន័យថាពេលដែលយើងចាក់ចប់ជុំយើងនឹងទទួលបាន14 single crochet គឺយើងចាប់ផ្ដើមប្រិច7ដងក្នុងមួយប្លោះ2 single crochet ចឹងយើងចាប់ផ្ដើមចាក់មកប្លោះ2 single crochet រហូតដល់អស់ជុំមកហើយបងប្អូនចាក់ថ្មបងប្អូនមានខ្ទាស់បែបនេះខ្ទាស់នៅ single crochet ដំបូងគេដើម្បីកុំឲ្យយើងច្រឡំយើងចាក់ចប់ដល់កន្លែងហ្នឹងមានន័យថាយើងដល់ជុំហើយនេះយើងដល់ជុំហើយមកដល់ជុំនេះយើងមកឡងមួយប្លោះហើយយើងភ្ជាប់នៅកន្លែងដែលយើងដាក់បញ្ចូលខ្ទាស់ហ្នឹងមកយើង slip stitch ចឹងមកយើង chain មួយដល់ជុំទី3នេះគឺយើងចាក់មួយ single crochet នេះយើងភ្ជាប់យើងចាក់មួយ single crochet ហើយយើងខ្ទាស់បែបនេះមកយើងដើម្បីយើងចំណាំហើយនៅក្នុងប្លោះទី2យើងចាក់ bridge គឺយើងចាក់2 single crochet ចឹងមានន័យថាជុំទី3នេះគឺយើងចាក់មួយ single crochet ប្លោះបន្ទាប់ចាក់2 single crochet ចឹងពេលយើងចាក់ចប់ជុំយើងនឹងទទួលបាន21 single crochet ហើយយើងចាក់បែបនេះរហូតដល់ជុំដែលយើងខ្ទាស់មកនេះយើងដល់ជុំហើយយើងភ្ជាប់មក slip stitch បែបនេះមកគឺយើងអត់តាក់អីទៀតទេយើងតាក់ចូលបែបនេះតែម្ដងហើយយើង chain មួយនៅជុំនេះគឺយើងចាក់មួយ single crochet មួយ single crochet ហើយប្លោះទី3គឺយើងចាក់ bridge គឺយើងចាក់2 single crochet គឺយើងចាក់មកប្លោះមួយហើយមកប្លោះទៀតមួយហើយមកប្លោះទៀតគឺចាក់2 single crochet ចាំន័យថាយើងចាក់1 1 2ប្លោះទី1យើងចាក់1ប្លោះទី2យើងចាក់1ប្លោះទី3យើងចាក់2អញ្ចឹងធ្វើបែបនេះរហូតដល់ជុំដែលយើងខ្ទាស់មកយើងនឹងទទួលបាន28 single crochet
គឺយើងចាក់ដូចគ្នាបែបនេះមករហូតដល់ជុំមកនេះបងប្អូនយើងចាក់ដល់ជុំហើយចឹងយើងចាប់ផ្ដើម slip stick មកយើងបិទមុខវាបែបនេះមកហើយយើងឆែនមួយហើយដល់ជុំនេះគឺយើងបរិចបន្តទៀតគឺយើងចាក់មួយ single crochet បន្លប់បន្ទាប់មួយ single crochet បន្លប់បន្ទាប់មកទៀតមួយ single crochet ហើយបន្លប់ទី4យើងចាក់បរិចចាក់2 single crochet នៅក្នុងបន្លប់តែមួយអញ្ចឹងជុំនេះយើងចាក់ចប់ជុំយើងទទួលបាន35 single crochet មានន័យថាយើងចាក់មួយបន្លោះមួយបន្លោះទៀតមួយបន្លោះទៀតមួយហើយនឹងបន្លោះបន្ទាប់2 single crochet ហើយយើងចាក់បែបនេះដូចគ្នារហូតមកដល់អស់បន្លោះហើយមកដល់ជុំដែលយើងខ្ទាស់មកនេះបងប្អូនយើងមកដល់ជុំហើយយើងភ្ជាប់មក slip stick បែបនេះមកយើងធ្វើដូចតែជុំមុនអញ្ចឹងហើយ complete chain មួយតមកយើងបរិចថែមទៀតអញ្ចឹងជុំនេះគឺយើងចាក់មួយ single crochet ក្នុងមួយបន្លោះទី2មួយបន្លោះទី3មួយបន្លោះទី4មួយហើយចាប់ផ្ដើមបរិចនៅបន្លោះទី5គឺយើងចាក់2អញ្ចឹងយើងចាក់ចប់ជុំយើងនឹងទទួលបាន42 single crochet ហើយយើងចាក់រហូតបែបហ្នឹងរហូតដល់ជុំគឺចាក់មួយបន្លោះមួយបន្លោះទី2មួយបន្លោះទី3មួយបន្លោះទី4មួយបន្លោះទី5យើងចាក់បរិច2 single crochet ក្នុងបន្លោះតែមួយបងប្អូនអាចបើស្ដាប់អត់យល់ទេអាចមើលនៅក្នុងវីដេអូបន្ថែមបានដោយសារកន្លែងណាសំខាន់ខ្ញុំចាក់យឺតទេនេះបងប្អូនមកដល់ជុំហើយអញ្ចឹងយើងភ្ជាប់ដូចជុំមុនអញ្ចឹងយើងភ្ជាប់នៅបន្លោះដែលយើងខ្ទាស់យើងភ្ជាប់ចឹងមកហើយ complete chain មួយហើយនៅជុំនេះយើងចាក់បរិចថែមម្ដងទៀតគឺយើងចាក់5 single crochet ហើយបរិចចឹងមានថាមួយបន្លោះមួយបន្លោះទី2មួយបន្លោះទី3មួយបន្លោះទី4មួយបន្លោះទី5មួយក្នុងបន្លោះដល់បន្លោះទី6យើងចាក់2 single crochet ក្នុងបន្លោះតែមួយហើយយើងចាក់បែបនេះរហូតដល់ជុំមកយើងនឹងទទួលបាន49 single crochet គឺយើងចាក់មួយបន្លោះមួយជំនឿថាយើងចាក់5បន្លោះមួយ single crochet ក្នុងបន្លោះមួយតមកនៅដល់បន្លោះទី6គឺយើងចាក់2 single crochet ក្នុងតែមួយបន្លោះហ្នឹងទេអញ្ចឹងមានថាហ្នឹងបន្លោះហ្នឹងគឺយើងចាប់ផ្ដើមបរិចហើយបងប្អូនចាក់បែបនេះរហូតមកដល់អញ្ចឹងមករហូតដល់ជុំដែលយើងខ្ទាស់នេះយើងដល់ជុំហើយយើងបិទមុខ slip stick ដូចជុំមុនអញ្ចឹងហើយឆែនមួយមកដល់ជុំនេះគឺយើងចាក់ឡើងទៅលើអញ្ចឹងជុំនេះគឺយើងចាក់
តែបោះខាងលើចាក់បែបនេះអំបោះដែលនៅខាងក្រោយហ្នឹងគេយើងអត់យកខាងមុខទេខាងក្រោយឬខាងលើហ្នឹងគឺយើងចាក់ចូលតែនៅក្នុងអំបោះខាងលើហ្នឹងទេឬខាងគេថាខាងក្រោយហ្នឹងចាគេចាក់បែបហ្នឹងគឺយកតែខ្សែក្រោយហ្នឹងទេគឺយើងចាក់មកប្រឡោះមួយមកប្រឡោះមួយសរុបទាំងអស់គឺយើងទទួលបាន49 single crochet យើងចាក់មួយបែបនេះរហូតដល់ជុំនេះយើងដល់ជុំហើយយើង slip stick មកហើយយើង chain មួយនេះយើងរាប់ថាជុំទី1ណាព្រោះយើងចាក់ទៅឡើងទៅលើហើយយើងបន្តចាក់ជុំទី2ជុំទី2នេះគឺយើងចាក់មកប្រឡោះមួយអញ្ចឹងយើងចាក់ក្នុងប្រឡោះមួយហ្នឹងរហូតដល់អស់49 single crochet ហ្នឹងយើងចាក់មួយបែបនេះរហូតមកដល់ជុំដែលយើងខ្ទាស់ហ្នឹងមកយើងនឹងទទួលបាន49 single crochet នេះបងប្អូនដល់ជុំហើយយើងភ្ជាប់ chain មួយហើយមកដល់ជុំនេះយើងចាប់ផ្ដើមព្រិចម្ដងទៀតគឺយើងចាក់6 single crochet ព្រិចមកប្រឡោះអញ្ចឹងមានថាយើងចាក់មួយហ្នឹងចំនួន6ប្រឡោះហើយនៅប្រឡោះទី7ហ្នឹងយើងចាក់2 single crochet ក្នុងប្រឡោះតែមួយហើយយើងចាក់ចប់ជុំយើងនឹងទទួលបាន56 single crochet មានន័យថាប្រឡោះទី1យើងចាក់1ទី2យើងចាក់1ទី3យើងចាក់1ទី4 1 5 1 6 1ហើយនៅប្រឡោះទី7គឺយើងចាក់2 single crochet ក្នុងប្រឡោះតែមួយនេះបងប្អូនយើងមកដល់ជុំហើយចឹងយើងបិទមុខវាមក slip stick វាមកតោះមកយើង chain មួយហើយជុំទី4នេះទី4ទី5ទី6យើងចាក់មកប្រឡោះមួយសរុបទាំងអស់មកជុំគឺ56 single crochet អញ្ចឹងយើងចាក់បែបនេះដល់ជួរទី6មក
នេះបងប្អូនយើងចាក់បានដល់ជួរទី6ជុំទី6ហើយអញ្ចឹងយើងភ្ជាប់វាមកភ្ជាប់ហើយយើងឆែនមួយហើយនៅជុំទី7នេះគឺយើងចាក់10 single crochet រាល់ពេលដែលបងប្អូនចាក់ single crochet នៅទម្រង់គេយើង complete ខ្ទាស់ដើម្បីកុំឲ្យច្រឡំនេះបងប្អូនយើងបាន10 single crochet ហើយយើងចាក់7 ឆែកឡើងទៅលើនេះយើងបាន7 ឆែកហើយតមកយើងរាប់ប្រឡោះនេះម្លង3ប្រឡោះនេះបងប្អូនយើងម្លង3ប្រឡោះមកហើយយើងចាក់ចូលនៅក្នុងប្រឡោះទី4ហើយយើងចាក់10 single crochet ទៀតពេលយើងបាន10 single crochet ហើយយើងឆែនឡើងទៅលើ7ទៀតហើយយើងធ្វើដូចមុនអញ្ចឹងគឺយើងរំលង3ប្រឡោះយើងភ្ជាប់នឹងប្រឡោះទី4ហើយយើងចាប់ផ្ដើមចាក់ទាំងអស់30 single crochet បន្តទៀតរហូតដល់ជុំនេះយើងទទួលបាន30 single crochet ហើយយើងដល់ជុំយើងភ្ជាប់ហើយយើងឆែនមួយមកហើយយើងចាប់ផ្ដើមជុំទី8គឺយើងចាក់10 single crochet តោះមកយើងចាក់4 single crochet នៅនឹងឆែនណាក្នុងឆែនហ្នឹងហ្មង4 single crochet នេះបានទេបងប្អូនហើយយើងរាប់ឆែនណាឆែនដែលយើងមើលឃើញប្រឡោះនេះយើងរាប់3ប្រឡោះហើយយើងចាក់នៅប្រឡោះទី4យើងចាក់តាក់យកអំបោះតែខាងលើបែបនេះបងប្អូនយើងចាក់នៅក្នុងនោះ3 single crochet អ
3 single crochet នេះយើងចាក់4 single crochet នៅក្នុង chain នឹងទៀតនេះបងប្អូនយើងចាក់4 single crochet បន្ថែមទៀតហើយបន្ទាប់មកយើងចាក់ផ្ដើមចាក់10 single crochet យើងបន្តចាក់បែបនេះគ្រប់10 single crochet មកយើងចាក់មកប្លោះមួយមកប្លោះមួយហើយនេះមកដល់នេះយើងចាក់ដូចយើងចាក់មុនអញ្ចឹងគឺយើងចាក់4 single crochet នៅក្នុង chain ហ្នឹងយើងតាក់បែបហ្នឹង4 single crochet នេះគឺយើងរាប់នេះ chain នេះមក3ហើយនៅយើងចាក់នៅប្លោះទី4ចាក់នៅក្នុង chain ហ្នឹងណាប្លោះយើងតាក់តែអំបោះខាងលើទេខាងក្រោយហ្នឹងដាក់នៅក្នុងហ្នឹងចាក់ចូលទៅ3 single crochet ហើយចាក់នៅក្នុង chain ហ្នឹងដូចយើងចាក់មុនអញ្ចឹង4 single crochet ទៀតនេះបងប្អូនយើងចាក់គ្រប់4 single crochet ហើយតមកយើងចាប់ផ្ដើមចាក់បន្តទៅទៀតមកប្លោះមួយមកប្លោះមួយចំនួន30 single crochet លោតដល់ជុំនេះបងប្អូនគ្រប់30 single crochet ហើយយើងភ្ជាប់វាមកនេះបងប្អូនយើងចាក់ហើយណាអញ្ចឹងយើង chain មួយមកយើងកាត់អំបោះមកយើងទាញបែបនេះមកហើយយើងហៅមកចូលភ្ជាប់វាទៅខាងក្នុងទៅកុំឲ្យវាឃើញញ៉ៃញ៉ៃអញ្ចឹងនេះយើងទទួលបានកត្រកឆ្មាតូចសម្រាប់ដាក់អីវ៉ាន់ដ៏ស្រស់ស្អាតដែរហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ទស្សនាវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel YouTube Lida Crochet របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណច្រើន